ក្នុងឱកាសទិវាសិទ្ធិនារីអន្តរជាតិនេះដែរខ្ញុំក៏មានសារដ៏ខ្លីមួយចំនួនជូនទៅដល់នារីគ្រប់រូបឲ្យមានភាពក្លាហានហ៊ានបញ្ចេញសមត្ថភាពកុំខ្លាចបញ្ហាប្រឈមការងារឬមួយក៏ឱកាសទាំងអស់ស្ត្រីត្រូវតែមានភាពក្លាហានក្នុងការជំនះសួរនាងខ្ញុំឈ្មោះយាមចន្ទរីនាងខ្ញុំមកពីផ្នែក Sales នៃក្រុមហ៊ុន Today Internet ជំរាបសួរនាងខ្ញុំឈ្មោះណូតអេលីសាមកពីផ្នែកទំនាក់ទំនងអតិថិជននៅក្រុមហ៊ុន Today Internet ចាជំរាបសួរនាងខ្ញុំឈ្មោះបូសុខហៀមមកពីខាងផ្នែកលក់នៃក្រុមហ៊ុន Today Internet ជំរាបសួរអ្នកទាំងអស់គ្នាខ្ញុំមានឈ្មោះថា Elsa Fora ខ្ញុំមកពី Department HR នាងខ្ញុំពិតជាមានសេចក្តីរីករាយណាស់ដែលបានបម្រើការងារនៅទីនេះហើយនាងខ្ញុំមានសំណងរីករាយណាស់ដែលបានជាផ្នែកមួយនៃក្រុមហ៊ុន Today Internet ខ្ញុំពិតជាមានសេចក្តីសំណងរីករាយសប្បាយចិត្តខ្លាំងមែនទែនដែលអាចមានឱកាសក្នុងការសម្ភាសន៍ចូលនៅក្នុងវីដេអូនៅថ្ងៃនេះខ្ញុំមកធ្វើការនៅ Today នេះខ្ញុំធ្វើបានរយៈពេល5ខែនាងខ្ញុំគឺរយៈពេល7ខែហើយនាងខ្ញុំបានបម្រើការងារនៅក្រុមហ៊ុន Today Internet នេះរយៈពេល7ឆ្នាំហើយតែសូមទៅនឹងការហាត់ការនៅទីនេះខ្ញុំបានលោកចូលមកក្នុង Today Internet រយៈពេល7ខែមកហើយពិតជាមានអារម្មណ៍ថារីករាយបានទទួលបានការងារនៅទីនេះនឹងបានរៀនសូត្រពីការងារនិងមានឱកាសក្នុងការអភិវឌ្ឍខ្លួនបន្ថែមទៀតសម្រាប់ខ្ញុំមានអារម្មណ៍ថាខ្ញុំខុសប្លែកច្រើនខ្ញុំអភិវឌ្ឍខ្លួនឯងខ្ញុំមានការរីកចម្រើនច្រើនហើយនឹងធ្វើឲ្យខ្ញុំក្លាយជាមនុស្សដែលមានភាពរឹងមាំជាងមុនក្នុងរយៈពេលដែលខ្ញុំបម្រើការតាំងពីដំបូងរហូតរយៈពេល7ខែមកនេះខ្ញុំបានរៀនសូត្រច្រើនមែនតើតកតងទៅនឹងពីមិត្តក្រុមក្រុមផ្សេងៗក៏ដូចជាបប្រតិបត្តិការងារជាពិសេសខ្ញុំបានអាចមានឱកាសក្នុងការដកបទពិសោធន៍ផ្ទាល់ក៏ដូចជាទទួលបាននៅ practical ក៏ដូចជា hands on experienceក្នុងនាមខ្ញុំជាស្ត្រីខ្ញុំមានអារម្មណ៍ថាខ្ញុំជួបប្រទះជាមួយនឹងបញ្ហាសម្ពាធការងារខ្លះៗហើយនឹងការប្រកួតប្រជែងពេលដែលនាងខ្ញុំទៅក្រៅជប់ខ្ញុំម្នាក់ឯងគឺវាពិបាកដល់ខ្ញុំក្នុងនាមជាស្ត្រីដែរប៉ុន្តែសម្រាប់ក្រុមហ៊ុនបានផ្ដល់ឱកាសឲ្យនាងខ្ញុំទៅគ្នាពីរនាក់ជាមួយនឹងខាងធីមការងារក៏ដូចជាមានខាងតកង់ឡានក៏ជូនទៅដែរចំពោះផលលំបាកគឺមានខ្លះៗដែរបងតែយើងត្រូវជំនះដោយសារយើងទទួលបានការយោគយល់និងការផ្ដល់យោបល់និងការលើកទឹកចិត្តពីបងក្រុមការងារនៅក្នុងនេះសម្រាប់នាងខ្ញុំគឺប្រឈមមានដូចជាពេលដែលទៅជួបភ្ញៀវខាងក្រុមហ៊ុនគឺផ្ដល់អាទិភាពទៅឲ្យយើងពេលដែលយើងទៅជួបភ្ញៀវគឺយើងអត់អាចទៅតែឯងបានទេគឺយើងទៅជាមួយនឹងមានក្រុមការងារទៅជួបចរចានិយាយជាមួយគាត់ជាដំបូងពេលដែលខ្ញុំចូលមកដំបូងមាន challenge ខ្លះៗសម្រាប់ខ្ញុំជាពិសេសគឺការបែងចែកពេលវេលាយើងអត់អាចបែងចែកថាពេលវេលាណាសម្រាប់រៀនឬក៏ពេលវេលាធ្វើការបានសមស្របប៉ុន្តែដោយសារតែយើងព្យាយាមក្នុងការ prepare នៅ schedule ថាពេលវេលាជាក់លាក់ណាមួយដែលយើងរៀបចំសម្រាប់រៀនហើយពេលវេលាណាដែលយើងសម្រាប់ធ្វើការយើងបែងចែកវាព្យាយាមបែងចែកបានល្អនិងមួយទៀតគឺត្រូវយើងមានវិន័យហើយនៅក្នុងឱកាសទិវាសិទ្ធិនារីអន្តរជាតិនេះដែរខ្ញុំក៏មានសារដ៏ខ្លីមួយចំនួនជូនទៅដល់នារីគ្រប់រូបឲ្យមានភាពជាខ្លួនឯងក៏ដូចជាបន្តនៅក្នុងការពង្រឹងសមត្ថភាពខ្លួនឯងក្លាហានក្នុងការអនុវត្តខ្លួនឯងក៏ដូចជាចូលរួមចំណែកនៅក្នុងការរក្សាសមភាពយេនឌ័រក៏ដូចជាលំបាត់នៅការរើសអើងគូសាក់គ្រប់ស្រទាប់វណ្ណៈនៅក្នុងឱកាសទិវាសិទ្ធិនារីអន្តរជាតិនេះដែរគឺខ្ញុំមានសារមួយចំនួនជូនទៅដល់បងស្ត្រីទាំងអស់គ្នានៅក្នុងពិភពលោកនេះការងារឬមួយក៏ឱកាសទាំងអស់ស្ត្រីត្រូវតែមានភាពក្លាហានក្នុងការជំនះធ្វើវាដើម្បីសម្រេចក្តីស្រមៃរបស់យើងតទៅមុខទៀតចាសម្រាប់ក្នុងទិវាសិទ្ធិនារីអន្តរជាតិនេះគឺខ្ញុំចង់ឲ្យនារីរូបទាំងអស់គឺមានភាពក្លាហានដូចជាបរិសុទ្ធហ៊ានដឹកនាំហ៊ានប្រឈមមុខនៅបញ្ហាអ្វីដែលយើងកំពុងតែជួបប្រទះត្រូវតែអភិវឌ្ឍខ្លួនឯងធ្វើអ្វីដើរតាមក្តីសម័យដែលខ្លួនឯងអាចនឹងធ្វើបាននៅក្នុងឱកាសទិវាសិទ្ធិនារីអន្តរជាតិនេះដែរនាងខ្ញុំសូមធ្វើការលើកទឹកចិត្តទៅដល់ស្ត្រីទាំងអស់ឲ្យមានភាពក្លាហានហ៊ានបញ្ចេញសមត្ថភាពកុំខ្លាចបញ្ហាប្រឈមហើយបន្តការអភិវឌ្ឍខ្លួនឯងដើម្បីសម្រេចគោលដៅដែលបានកំណត់